អូខេចឹងបន្ទាប់ពីយើងបានបង្កើតกระดาษរួចរាល់ហើយខ្ញុំថាយើងធ្វើកិច្ចការយើងដាក់กระดาษ A4 ចុះអូខេយើងបានទំហំប៉ុណ្ណឹងអូខេករណីចង់មកផ្ដេកអូខេឥឡូវខ្ញុំអានេះចង់បានបញ្ឈរឥឡូវចង់មកផ្ដេកយើងចង់បើកថ្មីអូខេបើថ្មីចុច file open ច្រឡំខ្ញុំចុចfile ចុចពាក្យ new មកហើយយើងឃើញចូលឡើង print ដដែលមកយើងចូល A4 យើងយកផ្ដេកវិញចឹងផ្ដេកវា297គុណ210វិញហើយខ្ញុំ create មកຂະຫນາດវាមីលីម៉ែត្រដែរទេចឹងយើងបានផ្ដេកអូខេចឹងអ្វីដែលយើងឃើញអូខេនេះអានេះគឺដែលយើងដាក់មុនមានថាមាន tab វាអូខេ tab វាមួយយើងទៅចឹងបើយើងបង្កើតមួយទៀតវា load មក tab ទៀតបង្កើតមួយទៀតយើង load មក tab ទៀតអូខេអញ្ចឹងយើងនេះអញ្ចឹងអ្វីដែលខ្ញុំបញ្ចូលគឺខ្ញុំបានបង្កើតជាกระดาษឬក៏យើងចង់បង្កើតអីផ្សេងទៀតចិត្តទេឧទាហរណ៍ថាខ្ញុំចង់បានกระดาษកិច្ចការយើងជា pixel អូខេដែលយើងដាក់ profile Facebook profile អីហ្នឹងมันទំហំវាក្រេត្រូវអត់ចឹងអាហ្នឹងវាទំហំ1080ចា1080តែនេះខ្នាតយើងដាក់ pixel លើអូខេយើងដាក់1080ហើយអានេះ1080ដែរអូខេ1080 yes នឹង1080ចឹងមិនដូរទេ resolution នេះមិនប៉ះពាល់ទេយើងដូរទៅមកអូខេហើយយើង create មកចឹងយើងបានទំហំកិច្ចការដែលយើងចង់បានអានេះគឺជា artboard យើងឬក៏ area អូខេគេហៅថាតំបន់ដែលធ្វើការអូខេចឹងយើងអាចធ្វើការអីលើនឹងបានបោះរូបតម្លាក់រូបអីនៅក្នុងហ្នឹងចឹងនេះគឺជាទំហំការ៉េអូខេ18 គុណ18 yes ចឹងយើងចង់បានអីទៀតយើងនេះមកចុចថា new មកយើងដាក់មកຂະຫນາດចឹងគិតជាអីឬយើងចង់ធ្វើ i stand ចង់ធ្វើ poster ចង់ធ្វើអីហ្នឹងគិតជាអីយើងដាក់មកអូខេហើយមួយវិញទៀតបើសិនយើងចង់ដូរឈ្មោះកន្លែងនេះអូខេអាហ្នឹងពេលដែលយើងចុច cell អូខេយើង cell A ទៅហើយយើងដូរទៅនេះ cell A ទៅយើងដូរឈ្មោះបានហើយយើងដាក់ឈ្មោះអីវា load មកតែបើកាក់ដែលយើងចង់ដាក់ឈ្មោះលើហ្នឹងតែម្ដងអូខេចុច new មកយើងដាក់ឈ្មោះមកគាត់ថាA3 ចុះអូខេ A3 project អីចឹងទៅអូខេខ្ញុំឧទាហរណ៍ទេ A3 project ຂະຫນາດវាឥឡូវមិនគេគាត់ដាក់ឈ្មោះចឹងហើយយើងចូលកន្លែង print នេះយើងរកกระดาษ A3 មកនេះຂະຫນາດវាប្រហែល297 420អូខេយើង create មកចាហ្នឹងបានហើយកระดาษបញ្ចូល A3 ចឹងគឺវា load ហើយ A3 project អាហ្នឹងករណីយើងពេលដែលយើងដាក់ឈ្មោះមុនអូខេដាក់ឈ្មោះមុនដែលយើង create តែបើយើង create ហើយយើងអត់បានដាក់នេះវាចេញ untitled អត់បានដាក់ទេពេលដែលយើង save as ឥឡូវខ្ញុំ save as មួយចុះអានេះกระดาษ18ទៅអត់ចឹងខ្ញុំ save as លេងទៅដាក់ទីតាំងណាមួយ save as ហើយខ្ញុំដាក់លើ desktop ចុះតែខ្ញុំអត់បានរៀបរួចរាល់ចឹងខ្ញុំដាក់អីគេ18អូខេ18អីចឹងទៅ18គុណ18ក៏បានដែរខ្ញុំដាក់ថា18 project ចុះអូខេ18 project ចឹងខ្ញុំ save មកចឹងកន្លែងនេះនឹង load អីគេ18 project អូខេឃើញអញ្ចឹងយើង save មកយើងអត់ double click បានទេក្នុងនេះឬក៏ right left click មកយើង rename អត់កើតទេដោយសារយើងអត់ទាន់ save ចឹងយើង save ទៅវា load ឲ្យ auto ហើយ yes អាហ្នឹងយើងរបៀបបង្កើតกระดาษហើយនឹងដាក់ឈ្មោះដាក់អីអញ្ចឹងវីដេអូយើងមានតែប៉ុណ្្នឹងអញ្ចឹងជួបគ្នានៅវីដេអូក្រោយទៀតអរគុណច្រើន